បាទសរសៃបងប្អូននេះជាវីដេអូដែលខ្ញុំបង្ហាញប៉ុន្តែរូបនេះជាស្ដាយគឺខ្ញុំបានតម្លឹងរួចរាល់ហើយនៅឧបករណ៍ឡើងចំដារបស់យើងណាព្រោះដោយសារនៅពេលដែលយើងបកពីកេះមកឧបករណ៍ដែលយើងតម្លើងគ្រឿងដែលយើងតម្លើងក៏អត់មានអីច្រើនដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងដកចេញពីកេះមកគឺវាមានអានេះមួយនេះព្រោះនេះវាជាប់សំណុំរបស់វាហើយនឹងដងវាឈរនេះមួយរួមនឹងនាឡិកាអញ្ចឹងនៅពេលដែលយើងដកវាមកការតម្លើងរបស់វាអត់មានអីច្រើនទេអញ្ចឹងវាមានខ្ចៅនេះ4ខ្ចៅឈ្នាន់យើងណាអញ្ចឹងយើងមូវាមក4ហើយបន្ទាប់មកយើងវាមានកលៈ3ដើម្បីយើងកំណត់វាណាហើយនឹងមានដងនេះមួយដងនេះ2ជាស្រ័យដងនេះ2ណាខាងនេះមួយអញ្ចឹងយើងឆ្លាញ់កពុះណាយើងចង់ដាក់ត្រេតឬស្មើបើនិយាយទូទៅយើងដាក់ស្មើយើងសោកវាមកស្មើមកខាងនេះអញ្ចឹងដូចគ្នាអានេះតែយើងសោកខ្ទាស់វាដើម្បីឲ្យហ្នឹងណាហើយនេះវាមានខ្ចៅ2ដើម្បីមូឲ្យទប់ការខ្ទាស់របស់វាព្រោះអានេះវាជាជើងត្រេតរបស់វាណាហើយមានខ្ចៅមួយគូនេះខ្ចៅវាមួយគូយើងមូវាមានខ្ចៅវាមួយគូព្រោះតែពេលខ្លះវាមានសេរីខុសគ្នាដែរជួនក៏វាមានជាប្រឡងដែលយើងមូចូលអញ្ចឹងណាយើងមូកន្លែងនេះវាមានជាប្រឡងខ្លះក៏វាមានជើងស្នាប់ដែលយើងមូចាប់អញ្ចឹងទៅមូក្នុងកោម្ដងដើម្បីដាក់ដងនេះព្រោះដងនេះវាមានរុនរហូតដល់13ព្រោះនេះរុនយើងដាក់យើងមូមួយហើយរុនទី2រុនទី3អញ្ចឹងណាហើយនេះនាឡិកាព្រោះនាឡិកាមុនយើងតម្លើងវាគ្រាន់តែដាក់ថ្មហើយសោកទឹកខ្សែនេះទេថ្មឲ្យសោកខ្សែនេះទេហើយវាអត់មានអីច្រើនទេព្រោះឧបករណ៍របស់យើងក៏វាអត់មានអីសាំញ៉ាំដែរអញ្ចឹងណាតែខ្ញុំសូមថែមតែពាក់ព័ន្ធនឹងឆ្នន់របស់យើងណាព្រោះដោយសារឆ្នន់នេះនៅពេលដែលយើងតម្លើងវាមានឆ្នន់ខ្លះវាមានកាអង្គើហើយឆ្នន់ខ្លះក៏វាអត់ដែលមានបញ្ហាអីដែរវាតឹងណែនល្អណាដូចឆ្នន់មកគូនេះអញ្ចឹងឧបករណ៍ដែលមាននៅក្នុងវីដេអូនេះអញ្ចឹងដូចនៅមួយចំហៀងផ្នែកខាងឆ្វេងនេះគឺវាអត់មានអង្គើទេវាតឹងណែនល្អហើយនៅផ្នែកខាងស្ដាំនេះវារាងអង្គើអញ្ចឹងវិធីសាស្ត្រការសេរីវាធ្វើម៉េចរឹតណែនវាកុំឲ្យមានភាពអង្គើដូចនៅផ្នែកខាងស្ដាំនេះណាដូចអាផ្នែកខាងឆ្វេងនេះវាតឹងណែនល្អអញ្ចឹងដើម្បីបំបត្តិការអង្គើហើយរួមផ្សំជាមួយនឹងការថែទាំរបស់យើងដើម្បីឲ្យការប្រើប្រាស់រយៈពេលវែងណាអញ្ចឹងគឺយើងរឹតប្រឡងណាអញ្ចឹងយើងរឹតប្រឡងវាមកបងប្អូនគឺវាមានប្រឡងការរឹតហ្នឹងវាមាន3ប្រឡងដែលប្រឡងការទប់អានេះណាបងប្អូននេះវាដូចជាកង់រួចមួយដើម្បីលំអើយើងរួចឡើងចេះណាអញ្ចឹងគឺយើងរឹតប្រឡងនេះមួយប្រឡងនេះ2ហើយនឹងប្រឡងនេះមួយទៀត3អញ្ចឹងវាមាន3ប្រឡងហ្នឹងណាដើម្បីឲ្យយើងរត់ទៅហើយយើងសេរីមើលតាមហ្នឹងទៅយើងសេរីទៅរត់ទៅមើលតាមអ្វីដែលយើងអាចកំណត់បានថាវាសមល្មមតាមអ្វីដែលយើងចង់បានប៉ុន្តែបើយើងរត់ណែនទៅយើងមើលតាមហ្នឹងផងថាវាទៀតទៅវាតឹងណែននេះអីអត់អញ្ចឹងណាខ្លាចវាអាកង់នេះវាអត់ល្អវិញល្អណាហើយខ្ញុំចង់បញ្ជាក់បន្ថែមប៉ុណ្្នឹងណាបងប្អូនអរគុណ